យើងចង់សេរីថតរូបថតវីដេអូយើងអាចសេរីលើនេះក៏បានដែរហើយលើនឹងវាបង្ហាញទៀត GPS សេវាបង្ហាញក៏ដូចជាថ្មដ្រូនថ្មនោះគឺមានទាំងអស់តែម្ដងឡើងស្រួលទេយើងសេរីវាដល់កម្ពស់1ម៉ែត្រឬក៏2ម៉ែត្រទៅវានឹងល្អងាយស្រួលក្នុងការបញ្ជាសម្រាប់ដ្រូនប្រភេទ L200 Pro នេះគឺច្បាស់ល្អមែនតើអ្នកនេះចង់ងាកមកឆ្វេងងាកមកស្ដាំអីគឺស្រួលហើយ smooth មែនតើក្នុងវីដេអូនេះខ្ញុំមកបង្រៀនអ្នកទាំងគ្នាអំពីរបៀបប្រើទៅលើ L200 ប្រភេទពួក mini drone អានេះគឺ L200 ខ្ញុំយកមកនេះគឺប្រភេទ L200 Pro ដែលវាអត់មាន sensor ទេអញ្ចឹងវា sell លុយយើងបានច្រើនដែរតម្លៃវាត្រឹមតែ100ស្ដាងទេកាមេរ៉ាវាគឺស្រឡាញ់មែនតើច្បាស់អ្នកនរច្បាស់កាមេរ៉ាវាហ្នឹងហើយវាមានប្រព័ន្ធទំនើង2 2 axis gimbal ចឹងវាទំនើងបានល្អ motor វាក៏ motor brushless សូម្បីតែប្រអប់វាខ្ចប់មកគឺអាចដាក់ចូលកតាបានតូចច្រឡឹងស្រួលកាន់មែនតើឥឡូវខ្ញុំបើកមកខាងក្នុងមួយទៀតវាជារបស់ brand ក្រុមហ៊ុន LYZRC ខ្ញុំបើកមកខាងក្នុងមកវាទទួលបានជាមួយនឹងកាបូបមួយនេះគឺជាកាបូបនេះកាបូបស្អាតមែនតើហើយមើលបានគឺវាមាន L200 Pro L200 Pro Max ខុសគ្នាតែថាអាមួយមាន sensor មួយអត់ sensor ទេខ្ញុំយកមកគឺ L200 Pro បែបនេះយើងបើកមកខាងក្នុងមកកាបូបវាជាប្រភេទកាបូបយួរដៃបើភ្លាមយើងទទួលបានជាមួយនឹង drone remote control ហើយ accessory មួយចំនួននៅខាងលើនេះចាំមើលថា accessory វាមាននេះគេឡានៅក្នុងហ្នឹងវាឲ្យជាមួយនឹងជើងដាក់ទូរស័ព្ទមួយជាមួយនឹងសភៅណែនាំពី app ក៏ដូចជាណែនាំពី drone ចំនួន2ក្បាលហើយមួយទៀតគឺមានជាមួយនឹងខ្សែសាកក្នុងនេះគឺមានខ្សែសាកស្លាប់ស្គួរក៏ដូចជាខ្ចៅទូរវីអីផ្សេងៗមាននៅក្នុងនេះមួយ set ទាំងអស់តែម្ដងលេខមកមើលជាមួយនឹង drone វិញ L200 Pro រូបរាងវាប្រព័ន្ធដៃណាស់នេះប្រព័ន្ធមួយដៃប៉ុន្តែអត់ធ្វើចាញ់ខ្យល់ទេដូចខ្ញុំប្រាប់អញ្ចឹង motor brushless motor ធំអត់ធ្វើចាញ់ខ្យល់ទេហើយជាប្រភេទ drone បត់ដៃបត់ជើងយើងអាចលាដៃវាខាងលើខាងក្រោមខាងលើខាងក្រោមមកបញ្ជាក់ទៀត drone ហ្នឹងគឺមកគឺខ្ញុំ free memory ជូនដល់អ្នកគ្នា 64G អានេះគឺខ្ញុំដាក់ក្នុងនេះហើយណាខ្ញុំដាក់មកថតប៉ុន្តែបើជាក់ស្ដែងគឺខ្ញុំ free memory ក្រៅ 64G អ្នកគ្នាសម្រាប់ប្រើប្រាស់ថតរូបវីដេអូថតអីផ្សេងៗរូបភាពអីក៏បានដែរនេះខាងក្រោមហើយជាមួយនឹង slab ក៏ដូចជាកន្លែងដាក់ sensor វានេះគឺកន្លែងដាក់ sensor ហើយខាងក្រោមនេះគឺមានជាមួយនឹង sensor ទប់នឹងវាកាមេរ៉ា sensor ទប់នឹងហ្នឹងហើយមានជាមួយនឹងប៊ូតុងបិទបើកខាងលើគឺមានភ្លើង LED ក៏ដូចជាភ្លើង LED នៅខាងក្រោយទៀតថ្មវាគឺទំហំមានធំគួរសមដែរនេះថ្មវាទុកនៅខាងក្រោយហ្នឹងយើងចង់សាកចង់អីយើងអាចដោះថ្មចេញបាននេះចាប់ឲ្យត្រូវកន្លែងហ្នឹងមកហើយទីវាចេញមកខ្លាំងមកគឺចេញមកហើយស្រាប់ថ្មវាគឺយើងអាចដោតលើក្បាលនេះបានយើងអាចដោតដូចទៅដើម្បីសាកថ្មវាហ្នឹងហើយតែប៉ុណ្្នឹងទេងាយស្រួលទេដល់ពេលយើងសាកពេញគាត់ណាសោកបែបហ្នឹងមកនេះអាកលឹកត្រេហ្នឹងព្រុញវាឲ្យស្មើមកឲ្យស្មើអឹបស្មើប៉ុណ្្នឹងគឺអូខេហើយខ្ញុំបើកជាមួយនឹងកម្របកាមេរ៉ាវាកម្របកាមេរ៉ាវាយើងត្រូវការដកចេញដើម្បីយើងឲ្យ gimbal វាដំណើរការស្រួលបួលចឹងតែប៉ុណ្្នឹងហើយអូខេអស់ហើយបន្តមកទៀតជាមួយនឹង remote control នៃ remote control វិញនេះគឺអត់មានញញ៉ៃច្រើនទេលាតដៃខាងក្រោមខាងលើហើយអានេះគឺអង្តែននេះគឺវាដូចជាដាក់បិឆោតទេអត់មានដំណើរការទេយើងចង់បត់ទៅខាងណាក៏បានដែរកន្លែងនេះគឺកន្លែងដាក់នេះជើងនេះដើម្បីយើងដាក់ទូរស័ព្ទពីលើអញ្ចឹងខ្ញុំសេរីដាក់ចូលកន្លែងវាមកនេះដាក់ចូលកន្លែងហាប់ណែនស្មើណានេះហាប់ណែនស្មើមកនេះឃើញវាចូលកន្លែងវាលឹបភឹបអីហើយយើងចង់ដកវិញអត់អីទេចាប់តែកន្លែងហ្នឹងមកទាញឲ្យខ្លាំងមកគឺដកចេញបានហើយខ្ញុំបើកវាណានេះដ្រូនហ្នឹងគឺខ្ញុំដាក់ថ្មហើយខ្ញុំចុចប៊ូតុងនេះជាប់មកប្រហែលជា5វិនាទីហ្នឹងវាបើកដំណើរការអស់ហើយវាចេញភ្លើងចេញអស់ហើយយើងអាចទុកវាចុះក្រោមបានហើយបន្តទៅយើងបើកជាមួយ remote control នេះប៊ូតុងនេះចុចវាតែមួយមកដ្រូនតេឡេវាចាប់ផ្ដើមស្គាល់គ្នាតែម្ដង connect ស្គាល់គ្នាហើយយើងមិនតន់ណាប្រើប្រាស់វាយើងទុកវាស្មើហ្នឹងទុកវាចោលប្រហែលជា1នាទីទៅឲ្យវាដំណើរការនេះកាមេរ៉ាវាដំណើរការពុតដៃពុតជើងឲ្យអស់ហើយចាំយើងធ្វើការហោះអីឥឡូវក្នុងកំឡុងពេលនេះខ្ញុំអាចធ្វើការភ្ជាប់ទូរស័ព្ទដើម្បីមើលកាមេរ៉ាវាក៏បានដែរនេះឥឡូវកាមេរ៉ាវាពងពុតដៃពុតជើងឃើញអ្នកនរគ្នាអញ្ចឹងខ្ញុំអាចភ្ជាប់កាមេរ៉ាវាបានមុននឹងភ្ជាប់កាមេរ៉ាវាអ្នកនរគ្នាជួយ download app មួយនេះ app មួយនេះVS GPS ណានេះ VS GPS Pro ហ្នឹង app ហ្នឹងខ្ញុំដាក់លើអេក្រង់ហ្នឹងហើយអ្នកនរគ្នាអាច download app ហ្នឹងឲ្យបានអញ្ចឹងឥឡូវមុននឹងចូល app វាខ្ញុំធ្វើការចូលមក setting សិនចូលមក setting ចូលពេលថា Wi-Fi បែបហ្នឹងមកលោតឈ្មោះមួយខ្សែមកហើយដោយអត់មានជាប់ជាមួយនឹងលេខកូដឬក៏អីផ្សេងៗទេយើងគ្រាន់តែចុច connect ទៅវាស្គាល់គ្នាតែម្ដងហើយវាលោតអក្សរ no internet connection អីចឹងក៏មិនខ្វល់ដែរគឺឲ្យតែ create ហ្នឹងយើងអាចចូលមក app វាមកចាំវាមកស្ទុះឲ្យវាស្គាល់គ្នាសិនហើយចាំយើងធ្វើការចុចពាក្យ enter device មកយើងអាចឃើញជាមួយនឹងកាមេរ៉ារបស់វាហើយឥឡូវចាំមកស្ទុះសិននេះចុចពាក្យ enter device មកចាំវាមកស្ទុះវាបង្ហាញកាមេរ៉ាវាហើយឃើញនេះឥឡូវវាបង្ហាញកាមេរ៉ាវាហើយគឺឃើញថាកាមេរ៉ាវាគឺច្បាស់យទៅច្បាស់ល្អមកយើងយកទៅប្រើប្រាស់យកទៅអីហ្មងហ្នឹងតម្លៃត្រឹមតែ100ស្ដើងកាមេរ៉ាប៉ុណ្ណឹងគឺថា the best តែម្ដងចាំមើលខ្ញុំនឹងដាក់បង្ហាញវីដេអូពេលដែលយើងហោះពេលអីនៅtrongវីដេអូនេះឃើញពីកម្រិតកាមេរ៉ាវាច្បាស់តែម្ដងថាវាច្បាស់បានកម្រិតណាហើយ VM ប៉ុណ្ណាហើយខ្ញុំដាក់ទូរស័ព្ទនៅលើកន្លែងនេះបាននេះយើងទាញឲ្យចំកន្លែងមកដាក់វាចូលកន្លែងទាំងពីរហាប់ដែរប៉ុណ្ណឹងមកប៉ុណ្ណឹងគឺអូខេតែម្ដងយើងចង់សេរីថតរូបថតវីដេអូយើងអាចសេរីលើនេះក៏បានដែរហើយលើនឹងវាបង្ហាញទៀត GPS
សេវាបង្ហាញក៏ដូចជាថ្មដ្រូនថ្មហ្នឹងគឺមានទាំងអស់តែម្ដងឥឡូវវាដាក់ GPS model ហើយចឹងមានថាឥឡូវវា lock GPS ហើយយើងអាចធ្វើការហោះហើយបានឥឡូវនេះយើងធ្វើការ take off វានេះគ្រាន់តែរុញ joystick ទាំងពីរហ្នឹងចេញក្រៅបែបហ្នឹងហើយរុញចាំមើលស្រាប់វាហ៊ានប្រើគឺខ្ញុំប្រាប់ហើយថាគឺដាក់ដ្រូនពីមុខបែបហ្នឹងយើងឈរពីក្រោយវាបានងាយស្រួលក្នុងការបញ្ជាចឹងយើងវា center បែបហ្នឹងហើយរុញ joystick ខាងឆ្វេងនេះឡើងលើមកនេះរុញឡើងលើមកគឺវាហោះឡើងតែម្ដងឃើញអត់វាហោះឡើងស្រួលទេយើងសេរីវាដល់កម្ពស់1ម៉ែត្រឬក៏2ម៉ែត្រទៅវានឹងល្អងាយស្រួលក្នុងការបញ្ជាឲ្យស្រាប់ដ្រូនប្រភេទ L200 Pro នេះអ្នកទាំងគ្នាងាយស្រួលប្រើមែនតើនិយាយទៅយើងគ្រាន់តែហោះឲ្យដល់កម្ពស់ដែលថា sensor វាចាប់បានឬក៏ GPS ចាប់បានស្រួលធំទៅគឺវានឹងឲ្យវាទីទេអញ្ចឹងងាយស្រួលក្នុងការប្រើដៃថ្មីឬក៏អីក៏ដោយគឺងាយស្រួលក្នុងការបញ្ជាមែនតើគ្រាន់តែឈរដ្រូនបែបហ្នឹងឈរពីក្រោយបែបហ្នឹងមកគឺស្រួលបញ្ជាខ្លាំងមែនតើតែម្ដងនិយាយពីការហោះវាវិញគឺថា smooth ល្អមែនតើនេះរុញឡើងគឺឡើងរុញចុះគឺចុះតែម្ដងនិយាយទៅកាមេរ៉ាវាគឺច្បាស់ល្អមែនតើអ្នកនេះចង់ងាកមកឆ្វេងងាកមកស្ដាំអីគឺស្រួលហើយ smooth មែនតើវាប្រភេទប្រើ Wi-Fi មែនអត់ប្រើខ្សែមែនក៏នៅតែ smooth ល្អដែរជាពិសេសគឺកាមេរ៉ាវាអត់មានកោងអីទេអញ្ចឹងយើងងាយស្រួលក្នុងការបញ្ជាមើលនោះដ្រូននៅខាងលើ the best តែម្ដងបាទជាមួយនឹង L200 Pro វាឥឡូវចង្ងាយវាពីខ្ញុំគឺ0ម៉ែត្រកម្ពស់វាគឺ30ម៉ែត្រនេះ29ម៉ែត្រ the best ខ្ញុំបញ្យល់ទៅលើអេក្រង់តែម្ដងនេះអក្សរ H ហ្នឹងគឺកម្ពស់អក្សរ D ហ្នឹងចង្ងាយលើនេះដូចគ្នាណាវាមានកម្ពស់មាន height ហើយនឹង D ហ្នឹងគឺ distance ហ្នឹងចង្ងាយដូចគ្នាវាបង្ហាញលើនេះក៏មានលើអេក្រង់របស់ទូរស័ព្ទក៏មានដែរហើយនេះគឺខ្ញុំប្រាប់ឲ្យអញ្ចឹងគឺសេវា GPS ក៏ដូចជាកន្លែងចុច record ចុចផ្សេងហ្នឹងហើយវាមានប៊ូតុង function លេងបន្ថែមទៀតអាហ្នឹងចាំខ្ញុំបញ្យល់នៅវីដេអូក្រោយព្រោះវីដេអូនេះយើងធ្វើស្រាប់ព្រៀនប្រើប្រាស់ទេគឺអត់មានបានព្រៀនពីមុខងាររបស់ពូហ្នឹងណាចឹងសម្រាប់នេះគឺ memory ថាយើងសល់ម៉ាន G ក៏ដូចជាថ្មនេះថ្មដ្រូនហ្នឹងគឺមានលឿនទាំងអស់តែម្ដងចឹងខ្ញុំព្រៀននៅពីរបៀបប្រើប្រាស់ទៅលើដ្រូន L200 ចឹងសម្រាប់របៀបប្រើប្រាស់វាគឺយើងដាក់ដ្រូនបែរមុខទៅបែបហ្នឹងនេះបែរមុខទៅស្របបែបហ្នឹងហើយយើងធ្វើការឈរពីក្រោយដ្រូនតែម្ដងនេះដៃទាំងពីរហ្នឹងយើងកាន់លើ joystick ទាំងពីរធំនេះកុំឲ្យប៉ះប៊ូតុងផ្សេងណាចឹងសម្រាប់ប៊ូតុងខាងឆ្វេងនេះគេហៅថា joystick ខាងឆ្វេងហ្នឹងគឺសម្រាប់ឲ្យដ្រូនចុះបើយើងរុញចុះគឺដ្រូនចុះបើយើងរុញឡើងគឺដ្រូនវាឡើងហើយបើយើងរុញវាងាកមកឆ្វេងនេះបើងាកមកឆ្វេងនេះគឺក្បាលវាងាកនេះក្បាលវាងាករុញមកស្ដាំគឺក្បាលវាងាកទៅខាងស្ដាំអូខេអញ្ចឹងសម្រាប់ប៊ូតុងនេះគឺខ្ញុំប្រាប់ហើយអញ្ចឹងសម្រាប់ joystick ខាងស្ដាំវិញម្ដងគឺបើយើងរុញវាទៅមុខគឺវាមានន័យថាដ្រូនហ្នឹងគឺវាទៅមុខបើយើងរុញវាមកក្រោយគឺមានន័យថាដ្រូនហ្នឹងវាហោះមកក្រោយមករកយើងរុញមកខាងឆ្វេងហ្នឹងហើយវាទៅខាងឆ្វេងរុញមកខាងស្ដាំគឺវាទៅខាងស្ដាំហើយគឺអ្នកទាំងនេះលេងដំបូងគឺខ្ញុំដូចញ៉ាំអញ្ចឹងគឺថាយើងដាក់ដ្រូននៅពីមុខបែបហ្នឹងហើយយើងធ្វើការបែរក្បាលវាទៅស្របបែបហ្នឹងបានយើងងាយស្រួលក្នុងការរៀនប្រើប្រាស់ទៅលើដ្រូនដែលមាន GPS